ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបានមកសម្ពោធរឿងនៅខាង EON 2មកជុំគ្នាជាមួយក្រុមការងារដត្រុលកម្ពុជាទៀតហើយចាគឺថាទៅណាមកណាគឺអត់ភ្លេចគ្នាទេគឺទៅទាំងធីមទាំងក្រុមការងារតែម្ដងហើយតើបានចេញក្រុមដត្រុលទៅហើយគឺថាផ្អើលតែម្ដងចាសមាជិកច្រើនណោះហើយថ្ងៃនេះដែរមកសម្ពោធរឿងរបស់បងវិចិត្រគឺរឿងដែលត្រូវចាក់បញ្ចាំងនៅថ្ងៃទី18ខែ6យើងហ្នឹងរឿងកំហឹងធ្មប់ហើយនៅក្នុងថ្ងៃសម្ពោធរឿងកំហឹងធ្មប់នេះដែរគឺមានបងគាត់ចូលរួមច្រើនខ្លាំងមែនតែនហើយអ្វីដែលកាន់តែពិសេសគឺរឿងកំហឹងធ្មប់នេះដែរបងដែលគាត់ទិញសបុតកុនមួយគឺបានមានឱកាសចាប់រង្វាន់គឺវ៉ាវពិសេសខ្លាំងមែនតែនបានទាំងគាំទ្ររឿងខ្មែរទស្សនារឿងខ្មែរពីដើមហើយបានទាំងចាប់រង្វាន់ទៀតរឿងអីគេណារឿងកំហឹងធ្មប់បងប្អូនកំហឹងធ្មប់ចាក់យ៉ាជួបឯដល់ក្រុមពេត្រូលនិយាយថាមកសម្ពោធរឿងកំហឹងធ្មប់បងប្អូនទាំងគ្នាកុំភ្លេចទស្សនាទាំងអស់គ្នាចាគ្នាថាកប់ហ្នឹងបាទឥឡូវហ្នឹងគឺបង្ជាតិនាំបងស្រីមកមើលទៀតចាចាំមើលទៅមើលខុសសាយបងស្រីចង់និយាយថាបងស្រីបង្ជាតិស្អាតទេបងប្អូនទាំងគ្នានោះ Yes this one Yeah ចាំមិនឲ្យតួស្រីយើងដើរម្នាក់ឯងចឹងណាគ្រូមានលីងចប់បាត់បងពីមិនការពារស្ដីបងហើយមកហ្នឹងមកឲ្យគេកម្មវិធីគេកម្មវិធីសម្ពោធអត់កាធំរឿងកំហឹងធ្មប់កំហឹងធ្មប់ចេញថ្ងៃទី18ហ្នឹងមកដល់គ្នាអូកប់សេរីថ្ងៃទី18នេះឲ្យមកច្រើនខ្លាំងមែនតើមកដល់គ្នាបងជាតិអត់មើលបងស្រីគាត់ចាអត់មើលគេមើលបងស្រីហ៎ទៅបងស្រីចោលចឹងនេះមើលបងស្រីហ៎ចោលបានមកដល់គ្នាហ្នឹងទៅយើងចូលរួមច្រើនអ្នកនាំសង្សារថ្មីមើលកុនមកតែ2នេះនោះអ្នកចិត្តខាងឯងមួយពុនចឹងសង្ឃឹមអរគ្នាចូលចិត្តនៅសាច់យន្តទី1របស់ខ្ញុំហើយបើសិនជាគិតថាល្អជួយសបផ្សាយហើយជួយរេតឲ្យល្អនឹងហើយខ្ញុំជាផលិតឲ្យកាន់ល្អថែមទៀតនៅសាច់យន្តខុសក្រៅហ្នឹងបាទបងវេលាថាសង្ស័យអៀនគាត់ទេអីDon't be shy, you can ask anything. កុំអៀនតើបងឥឡូវមានអ្នកគេចង់សួរបងមីលីអត់បងចេញតែផ្ទះមកទៅអត់មើលឃើញតែស្ទាយគាត់យកញ៉ាកូនញ៉ាកូនដល់មកទៅផ្ទះវិញហើយហើយមានអារម្មណ៍ថាមើលរឿងតែថាទៅចាប់អារម្មណ៍អំស៊ីស្រីវិញទេពេលដើរអំស៊ីស្រីខ្ញុំស្លោពិធីក